ព្រះរាជក្រឹត្យស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់មាត្រា1ព្រះរាជក្រឹត្យនេះមានគោលបំណងកំណត់ឈ្មោះសត្វនិងរុក្ខជាតិដែលមានអត្ថប្រយោជន៍និងសារៈប្រយោជន៍ពិសេសសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាដើម្បីបង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃនិងលើកតម្កើងនូវមោទនភាពជាតិមាត្រា2សត្វនិងរុក្ខជាតិសម្រាប់ជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាមានឈ្មោះទៅតាមប្រភេទដូចខាងក្រោម1ប្រភេទសត្វចតុប្បត្តិគឺសត្វគោព្រៃ2ប្រភេទបក្សីគឺសត្វត្រយង3ប្រភេទរង្គសត្វគឺអណ្ដើកសរសៃឬអណ្ដើកហលួង4ប្រភេទមច្ឆាគឺត្រីករាំង5ប្រភេទរុក្ខជាតិគឺដើមត្នោត6ប្រភេទផ្កាគឺផ្ការំដួល7ប្រភេទផ្លែឈើគឺផ្លែចេកពងមាន់រូបភាពនិងលក្ខណៈវិនិច្ឆ័យនៃសត្វនិងរុក្ខជាតិនីមួយៗដោយចែងខាងលើមានភ្ជាប់ក្នុងឧបសម្ព័ន្ធទី1ទី2ទី3ទី4ទី5និងទី6នៃព្រះរាជក្រឹត្យនេះមាត្រា3សត្វនិងរុក្ខជាតិដូចមានចែងក្នុងមាត្រា2ខាងលើត្រូវមានវិធានការថែរក្សាការពារអភិរក្សឲ្យមាននិរន្តរភាពនិងត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយមាត្រា4សម្ដេចនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាត្រូវអនុវត្តឲ្យបានសម្រេចនៅព្រះរាជក្រឹត្យនេះមាត្រា5ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅឧបសម្ព័ន្ធទី1នៃព្រះរាជក្រឹត្យលេខនសរកត0305 149ចុះថ្ងៃទី21ខែមីនាឆ្នាំ2005ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា1គោព្រៃគោព្រៃជាសត្វចតុប្បត្តិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះគោព្រៃជាន័យដើមនិងន័យត្រង់នៃភាសាជាតិខ្មែរតែម្ដងហើយត្រូវបានសតវិទូអន្តរជាតិទទួលស្គាល់និងដាក់នាមដូចគ្នាទោះជាភាសាអង់គ្លេសអេស្ប៉ាញនិងបារាំងគឺប្រើពាក្យតែមួយគឺគោព្រៃគោព្រៃមានប្រវែងដងខ្លួនពី 2.1 ទៅ 2.3 ម៉ែត្រមានកម្ពស់ពី 1.7 ទៅ 1.9 ម៉ែត្រនិងទម្ងន់ពី700ទៅ900គីឡូក្រាមគោព្រៃមានរូបរាងស្រដៀងនឹងទន្សោងមានប៊ូស្នែងគោព្រៃឈ្មោលនិងញីមានលក្ខណៈប្លែកគ្នាដោយស្នែងឈ្មោលធំជាងដោះចេញកោងទៅមុខនិងងើបឡើងលើព្រមទាំងមានព្រុយចុងស្នែងស្នែងញីដោះមកខាងមុខរាងងើបបន្តិចហើយគួចរមូលឡើងលើចាប់ពីជើងក្រោមជង្គង់ចុះមកមានពណ៌សឬប្រផេះនិងប្រផេះចាស់នៅពេលមានអាយុច្រើនកាលពីសម័យមុនសង្គ្រាមគោព្រៃត្រូវហាមបរបាញ់តាមរយៈប្រកាសលេខ191ចុះថ្ងៃទី20ខែមករាឆ្នាំ1960ក្រោយរបបប៉ុលពតគោព្រៃក៏ត្រូវហាមបរបាញ់ម្ដងទៀតតាមរយៈប្រកាសលេខ359កសកប្រកចុះថ្ងៃទី1ខែសីហាឆ្នាំ1994របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទគោព្រៃត្រូវហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិដោយបានចុះក្នុងបញ្ជីឧបសម្ព័ន្ធ1នៃអនុសញ្ញា CITES និងអនុសញ្ញា Convention on Migratory Species ពិភពលោកបានចាត់ទុកគោព្រៃជាប្រភេទសត្វជិតផុតពូជបំផុតដែលបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN នៅក្នុងទសវត្សរ៍ឆ្នាំ60ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានកំណត់និងប្រកាសថាគោព្រៃជានិមិត្តរូបនៃមរតកធម្មជាតិកម្ពុជាគោព្រៃក៏ត្រូវចារឹកទុកនៅក្នុងបទចម្រៀងប្រជាប្រិយរបស់ខ្មែរតាំងពីយូរយារណាស់មកហើយជាពិសេសបទចម្រៀងដែលមានលក្ខណៈរៀបរាប់អំពីធម្មជាតិក៏ដូចភាពសុខសាន្តនៃការរស់នៅរវាងមនុស្ស
សត្វនិងធម្មជាតិគឺតែមួយគោព្រៃជាថនិកសត្វស្លូតរស់នៅជាហ្វូងអាចឃើញមាននៅលាយជាមួយហ្វូងទន្សោងខ្ទីងឬប្រើសគោព្រៃជាសត្វវាងវៃរហ័សរហួនអាចឆាប់ភ្ញាក់ផ្អើលជាងប្រភេទសត្វក្នុងត្រកូលគោសាទិសដូចគ្នាពូកែស្រង់ក្លិននិងគេចវេះចេញពីមនុស្សគោព្រៃមានកម្លាំងខ្លាំងពូកែធន់នឹងកម្ដៅថ្ងៃអត់ធន់នឹងចំណីអាហារដែលមានគុណភាពទាបនិងធន់នឹងជំងឺគោឆ្កួតឧបសម្ព័ន្ធទី2នៃព្រះរាជក្រឹត្យលេខនសរកត0305 149ចុះថ្ងៃទី21ខែមីនាឆ្នាំ2005ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា2. ត្រយ៉ងត្រយ៉ងជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះជាភាសាជាតិត្រយ៉ងឬក្ងយៈឬអៅលើកត្រយ៉ងវាមានពណ៌សម្បុរប្រផេះក្រមៅជើងពណ៌ក្រហមប្រឡែតជំពុះរាងកោងភពចុះនិងប្រវែងដងខ្លួន104សង់ទីម៉ែត្រប្រភេទនេះត្រូវការពារដោយប្រកាសលេខ359កសកប្រកចុះថ្ងៃទី1ខែសីហាឆ្នាំ1994របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទពិភពលោកក៏បានចាត់ទុកត្រយ៉ងជាប្រភេទជិតផុតពូជបំផុតដោយបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN ដូចគ្នានឹងគោព្រៃដែរត្រយ៉ងជាប្រភេទសត្វស្លាបដែលកាលពីដើមឡើយមានរាយប៉ាយទូទាំងតំបន់អាស៊ីអាគ្នេយ៍ប៉ុន្តែបច្ចុប្បន្ននេះមានតែនៅក្នុងភូមិភាគខាងជើងនិងឦសាននៃប្រទេសកម្ពុជាប៉ុណ្ណោះសត្វត្រយ៉ងមានចរិតក្នុងបទចម្រៀងប្រជាប្រិយនិងរឿងនិទានបុរាណខ្មែរប្រជារាស្ត្រមានជំនឿថាជាសត្វមានភាពវាងវៃកាលបើមានការបរបាញ់ពុំបានសម្រេចនៅកន្លែងណាមួយហើយវានឹងមិនត្រឡប់មកទីនោះវិញជាលើកទី2ឡើយគេមានជំនឿប្រើប្រាស់ឈាមរបស់វាសម្រាប់ព្យាបាលជំងឺគ្រុនចាញ់នៅតាមតំបន់ដាច់ស្រយាលត្រយ៉ងជាប្រភេទសត្វមានប្រជាប្រិយភាពប្រជាជនមាននិស្ស័យស្រឡាញ់ចូលចិត្តជាពិសេសសម្រែកទៀបភ្លឺរបស់វាដែលដិតជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាកសិករខ្មែរក្នុងអត្ថន័យនៃការឆ្លើយឆ្លងសេចក្តីស្នេហាក៏ដូចជាការរំលឹកពេលវេលាត្រូវចាក់ចេញទៅធ្វើស្រែចម្ការផងដែរចំណីរបស់វាគឺសត្វឥតឆ្អឹងកងដែលរស់នៅក្នុងភក់ដូចជាខ្យងជន្លេនក្តាមលាក់វាចូលចិត្តរស់នៅក្នុងព្រៃរបស់ស្ងួតមានតំបន់ដីសើមច្រើនដូចជាត្រពាំងបឹងទន្លេសត្វត្រយ៉ងវាមានដំណើរយឺតរកចំណីលើដីនិងទុំលើដើមឈើដើម្បីសម្រាកនិងគេចពូនពីសត្រូវជាប្រភេទសត្វទើបតែរកឃើញជាថ្មីឡើងវិញនៅកម្ពុជាបន្ទាប់ពីពិភពលោកបានអះអាងថាផុតពូជហើយនោះចំនួនរកឃើញថ្មីនៅខេត្តព្រះវិហារគឺមិនតិចជាង100ក្បាលឡើយដែលជារបាយមួយច្រើនជាងគេក្នុងពិភពលោកប្រទេសកម្ពុជាជាប្រទេសទី1ដែលបានផ្ដល់រូបថតនៃប្រភេទសត្វត្រយ៉ងនេះក្នុងធម្មជាតិមុនគេលើពិភពលោករាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតតំបន់ព្រៃអភិរក្សធនធានសេនេតិកនិងសត្វព្រៃខេត្តព្រះវិហារក៏ដូចជាមូលហេតុនៃការអភិរក្សសត្វត្រយ៉ងនេះជាចម្បងដែរវាជាប្រភេទសត្វជិតផុតពូជបំផុតដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឲ្យខាងតែបានម្យ៉ាងទៀតដោយវាមានសោភ័ណភាពនិងរូបរាងស្រស់ស្អាតជាពិសេសទើបតែរកឃើញឡើងវិញថ្មីនេះផងនោះវាជាប្រភពទាក់ទាញទេសចរណ៍ដ៏សំខាន់មួយ
ឧបសម្ព័ន្ធទី3នៃព្រះរាជក្រឹត្យលេខនសរកត0305 149 ចុះថ្ងៃទី21 ខែមីនា ឆ្នាំ2005 ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា 3. អណ្ដើកហ្លួង អណ្ដើកហ្លួងជាបរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ឈ្មោះជាភាសាជាតិគឺអណ្ដើកសរសៃ ឬអណ្ដើកហ្លួង អណ្ដើកហ្លួងវាមានភ្នែកពណ៌សនិងច្រមុះបះឡើង ស្នុករបស់វាមានប្រវែងរហូតដល់60 សង់ទីម៉ែត្រ មានផ្ទៃពណ៌ប្រផេះឬខ្មៅទាំងអស់ ម្រាមជើងមុខធំមានស្បែកពាសជាប់គ្នាដូចបាតជើងទា មានក្រញាំតែ4 គឺខុសប្លែកពីអណ្ដើកផ្សេងទៀតដែលមានក្រញាំ5 អណ្ដើកនេះត្រូវហាមឃាត់មិនឲ្យធ្វើពាណិជ្ជកម្មអន្តរជាតិដែលបានចុះក្នុងឧបសម្ព័ន្ធមួយនៃអនុសញ្ញា CITES ហើយពិភពលោកបានចាត់ទុកអណ្ដើកនេះជាប្រភេទសត្វកំពុងទទួលការគំរាមកំហែងជាសកលដែលបានចុះក្នុងបញ្ជីសៀវភៅក្រហម IUCN កាលពីបុរាណអណ្ដើកនេះមានប្រវត្តិការពារដោយព្រះរាជក្រឹត្យនិងបានចាត់ទុកជាសម្បត្តិរបស់រាជវង្សនៅកម្ពុជាយើងពងអណ្ដើកនេះជារឿយៗប្រមូលបានពីខែមករាដល់ខែមីនាដែលនៅពេលនោះគេយកទៅថ្វាយតែចំពោះរាជវង្សសោយប៉ុណ្ណោះដូចនេះទើបប្រជារាស្ត្រឲ្យឈ្មោះថាអណ្ដើកហ្លួងរហូតដល់សព្វថ្ងៃក្រោយមកប្រជារាស្ត្រឲ្យតែចាប់បានអណ្ដើកនេះតែងតែយកមកតុបតែងលាបប្រេងម្សៅនិមន្តព្រះសង្ឃសូត្រធម៌បួងសួងសុំសេចក្តីសុខហើយដោះលែងទៅវិញវាចូលចិត្តរស់នៅតាមតំបន់ពាមសមុទ្រមានព្រែកតូចៗដែលមានព្រៃកោងកាងឬមានរុក្ខជាតិផ្សេងទៀតដុះតាមមាត់ទឹកជាប្រភេទសត្វស៊ីអាហារគ្រប់យ៉ាងមានស្លឹកឈើពន្លករុក្ខជាតិផ្លែកោងកាងនិងសត្វតូចៗផ្សេងទៀតនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ80និង90គេជឿថាអណ្ដើកហ្លួងបានផុតពូជពីកម្ពុជាទៅហើយទើបតែនៅឆ្នាំ1995បានរកឃើញនៅស្រុកស្រែអំបិលខេត្តកោះកុងហើយនៅឆ្នាំ2002កន្លងទៅនេះនាយកដ្ឋានជលផលសហការជាមួយអង្គការ WCS ភ្ញាស់បាន32កូនហើយបានលែងទៅក្នុងធម្មជាតិវិញវាជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទសត្វនេះឲ្យខាងតែបាននិងម្យ៉ាងទៀតគួបផ្សំនឹងទីជម្រកព្រៃកោងកាងដ៏ស្រស់ស្អាតវាជាប្រភពទាក់ទាញទេសចរណ៍មួយគួរឲ្យចាប់អារម្មណ៍ឧបសម្ព័ន្ធទី4នៃព្រះរាជក្រឹត្យលេខនសរកត0305 149 ចុះថ្ងៃទី21 ខែមីនា ឆ្នាំ2005 ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា 4. ត្រីគល់រាំង ត្រីគល់រាំងជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ត្រីគល់រាំងឈ្មោះជាភាសាជាតិគឺត្រីកាហោឬត្រីក្បាលឡានឬត្រីគល់រាំង ត្រីគល់រាំងវាជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជាវាអាចមានទម្ងន់ពី150ទៅ300គីឡូក្រាមនិងប្រវែងដងខ្លួនពី2ទៅ3ម៉ែត្រជាប្រភេទត្រីមានស្រកាធំគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូលលើកលែងតែផ្នែកក្បាលនិងព្រុយប៉ុណ្ណោះពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថាមានពីរពណ៌ដាច់ដោយឡែកពីគ្នាស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លាដោយឡែកស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់
ប្រភេទត្រីនេះត្រូវការពារដោយក្រឹត្យច្បាប់លេខ33ក្រចស្តីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក2មាត្រា18បច្ចុប្បន្ននេះនាយកដ្ឋានជលផលបានណែនាំនិងលើកទឹកចិត្តដល់ស្ថាប័នភ្ញាស់និងបង្កាត់ពូជត្រីនានាឲ្យធ្វើការសិក្សាស្រាវជ្រាវភ្ញាស់និងបង្កើតប្រភេទពូជត្រីនេះដើម្បីលែងចូលក្នុងដែនទឹកធម្មជាតិនិងធ្វើវារីវប្បកម្មគឺចាប់តាំងពីឆ្នាំ2000មកនាយកដ្ឋានជលផលបានសហការជាមួយគម្រោងគ្រប់គ្រងនេសាទទឹកសាបកម្ពុជាបានធ្វើការលែងត្រីករាំងដែលនេសាទបានដោយដាក់សញ្ញាសម្គាល់ដើម្បីតាមដានចរាចរណ៍និងការលូតលាស់របស់វាត្រីករាំងជាប្រភេទត្រីទឹកសាបមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងគេឃើញមានរស់នៅតាមដងទន្លេមេគង្គជាពិសេសសម្បូរជាងគេនៅបឹងទន្លេសាបរូបភាពប្រភេទត្រីនេះត្រូវបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្តគេនិយមយកស្រកាត្រីករាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរបើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀតត្រីករាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយស្លូតពុំដេញចាប់ប្រភេទត្រីផ្សេងទៀតជាអាហារឡើយសាច់របស់វាមានរសជាតិឆ្ងាញ់ប្រជាជននិយមចូលចិត្តបរិភោគបច្ចុប្បន្ននេះយើងបាននឹងកំពុងជំរុញដល់ស្ថាប័នភ្ញាស់បង្កាត់នានាឲ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីនេះដើម្បីផ្សព្វផ្សាយឲ្យប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងអាចរក្សាពូជរបស់វាបានទន្ទឹមនឹងនេះដែរយើងបានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមទន្លេមេគង្គដើម្បីអភិរក្សពូជត្រីដ៏ជិតផុតពូជនេះវាជាប្រភេទត្រីមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់ការផ្សព្វផ្សាយឲ្យប្រជាកសិករចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិនិងឆាប់ធំនិងជាប្រភេទជិតផុតពូជដែលអង្គការអភិរក្សពិភពលោកនិងអង្គការក្រៅរដ្ឋាភិបាលនានាកំពុងមានចំណាប់អារម្មណ៍ជួយផ្ដល់ជំនួយការពារថែរក្សាប្រភេទត្រីនេះឲ្យខាងតែបានឧបសម្ព័ន្ធទី5នៃព្រះរាជក្រឹត្យលេខនសរកត0305 149ចុះថ្ងៃទី21ខែមីនាឆ្នាំ2005ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា5ដើមត្នោតដើមត្នោតជារុក្ខជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះជាភាសាជាតិត្នោតដើមត្នោតជាប្រភេទរុក្ខជាតិស្ថិតក្នុងតាលព្រឹកខ្ពស់មានដើមតូលគល់ធំដុះត្រង់ឡើងលើកម្ពស់ពី10ទៅ25ម៉ែត្រឬវាមានលក្ខណៈជាឫសយោងនិងគ្មានឫសកែវទូដើមត្នោតមានភាពកក្រើមពណ៌ក្រមៅអង្កាំផ្ចិតពី20ទៅ60សង់ទីម៉ែត្រដោយប្រែប្រួលទៅតាមគុណភាពដីកន្សោមស្លឹកមានរាងដូចផ្លិតប្រមូលផ្គុំគ្នានៅផ្នែកចុងកំពូលនៃដើមធាងត្នោតរលោងក្រាស់មានពណ៌លឿងបៃតងពេលនៅខ្ចីនិងលឿងត្នោតពេលមានអាយុចាស់ព្រមទាំងមានបន្លានៅគែមទាំងសងខាងសន្តានដូចជាធ្មេញរណាត្នោតញីនិងត្នោតឈ្មោលមានលក្ខណៈខុសប្លែកគ្នាតាមការសម្គាល់លើផ្ការបស់វាផ្កាត្នោតឈ្មោលមានរាងមូលទ្រវែងទំហំពី2ទៅ4សង់ទីម៉ែត្រប្រវែងពី30ទៅ50សង់ទីម៉ែត្ររីឯផ្កាត្នោតញីមានសន្តានជាពកមូលប្រវែងពី50ទៅ70សង់ទីម៉ែត្រដែលអាចផ្ដល់ផ្លែបានចំនួនពី20ទៅ50គ្រាប់ផ្លែត្នោតមានរាងមូលពណ៌ត្នោតក្រមៅនៅភាគខាងក្រោមនិងពណ៌បៃតងនៅភាគខាងលើនៃផ្លែហើយប្រែពណ៌ទៅជាលឿងទុំក្រមៅពេលវាចាស់ទុំផ្លែត្នោតមានអង្កត់ផ្ចិតប្រមាណពី18ទៅ20សង់ទីម៉ែត្រដែលប្រែប្រួលទៅតាមគុណភាពដីការគៀបយកទឹកនិងអាយុកាលរបស់ដើមត្នោតជារុក្ខជាតិប្រជាប្រិយតំណាងឲ្យសង្គមខ្មែរដែលមានវត្តមាននិងផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យកំណើតនគរខ្មែរ
និងជាអត្តសញ្ញាណដែលប្រជាជនខ្មែរសម្គាល់នូវទេសភាពទឹកដីរបស់ខ្លួនតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ស្របនឹងពាក្យស្លោកថាដើមត្នោតជាជម្រកផ្ទះខ្មែរកាលពីឆ្នាំ 2003 កន្លងទៅនេះព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាពិនិត្យមានវិធានការទប់ស្កាត់កុំឲ្យមានការបំផ្លាញទ្រព្យធម្មជាតិដូចជាព្រៃឈើនិងដើមត្នោតជាដើមដែលបន្ទាប់មកក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានចេញនូវសារាចរណ៍ណែនាំលេខ481 សរននកសកចុះថ្ងៃទី 5 ខែកញ្ញាឆ្នាំ 2003 ស្តីពីវិធានការទប់ស្កាត់ការដឹកជញ្ជូននិងធ្វើអាជីវកម្មដើមត្នោតក្នុងសង្គមខ្មែរដើមត្នោតមានសារៈសំខាន់ច្រើនយ៉ាងដូចជាឫសត្នោតនិងផ្កាត្នោតឆ្មូតជាឱសថបុរាណសម្រាប់កែរោគគ្រុនចាញ់កាមរោគឬរោគស្ពឹកចុងដៃចុងជើងដើមត្នោតអាចយកមកប្រើប្រាស់នៅក្នុងសំណង់លំនៅដ្ឋានក្រោលសត្វទូកឬសំណង់ផ្សេងទៀតបច្ចុប្បន្នដើមត្នោតបានកែច្នៃជាផលិតផលសិប្បកម្មដ៏មានតម្លៃក្នុងទីផ្សារស្លឹកសម្រាប់ប្រក់និងធ្វើជញ្ជាំងផ្ទះត្បាញកន្ទេលមុខស្មុកនិងពេលខ្លះអាចប្រើប្រាស់ស្លឹកត្នោតសម្រាប់ចារឬសរសេរជំនួសស្លឹកទ្រាំងបានទៀតផងផ្លែត្នោតនិងទឹកត្នោតមានឲ្យជារសឈ្ងុយឆ្ងាញ់ពិសាជាទីពេញនិយមនៃសង្គមខ្មែរការផលិតស្ករត្នោតដោយរំងាស់ពីទឹកត្នោតគឺជាប្រពៃណីរបស់ប្រជារាស្ត្រខ្មែរតាំងពីសម័យបុរាណរហូតមកដល់បច្ចុប្បន្នឧបសម្ព័ន្ធទី 6 នៃព្រះរាជក្រឹត្យលេខនសរកត0305 149 ចុះថ្ងៃទី 21 ខែមីនាឆ្នាំ 2005 ស្តីពីការកំណត់ប្រភេទសត្វនិងរុក្ខជាតិជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា 6. ផ្ការំដួលផ្ការំដួលជាផ្កានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះជាភាសាជាតិរំដួលរំដួលជាប្រភេទរុក្ខជាតិមានកម្ពស់ពី8ទៅ12ម៉ែត្រនិងមានអង្កត់ផ្ចិតពី20ទៅ30សង់ទីម៉ែត្រដើមមានសម្បកពណ៌ត្នោតលឿងស្លឹកជាប្រភេទស្លឹកតូលដុះឆ្លាស់គ្មានខ្នាយស្ទាប់ទម្រង់បន្ទះស្លឹករាងទ្រវែងមានទំហំ2ទៅ4គុណ6ទៅ10សង់ទីម៉ែត្រផ្ការំដួលមានពណ៌លឿងសមានក្លិនក្រអូបផ្សាយបានឆ្ងាយចោលក្លិននៅពេលរសៀលនិងពេលព្រលប់ផ្លែជាចង្កោមពេលទុំមានពណ៌ក្រហមក្រមៅអាចបរិភោគបានរំដួលមានដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាហើយត្រូវប្រជាជនយើងនិយមយកមកដាំលម្អតាមគេហដ្ឋាននិងសួនសាធារណៈដោយផ្ការំដួលមានក្លិនក្រអូបរបៀបនេះខ្មែរយើងពីបុរាណកាលនិយមប្រើប្រាស់វាជាគ្រឿងផ្សំផលិតជាក្រមួនលាបមាត់របស់នារីដើមរំដួលក៏អាចកែច្នៃប្រើប្រាស់ជាគ្រឿងសំណង់បន្ទាប់បន្សំនិងប្រើជាអុសសម្រាប់ដុតនៅរដូវផ្លែរំដួលទុំប្រជាជនដែលរស់នៅក្បែរព្រៃតែងតែបេះផ្លែរំដួលយកមកលក់ដោះស្រាយជីវភាពដោយសារផ្ការំដួលមានក្លិនដ៏ក្រអូបជាទីទាក់ទាញអារម្មណ៍របស់មហាជនទូទៅហេតុនេះបានជាគេច្រើនប្រដូចនារីខ្មែរទៅនឹងផ្ការំដួលរហូតដល់មានកវីនិពន្ធខ្មែរខ្លះបានបន្សល់ទុកបទចម្រៀងមួយចំនួនដូចជារំដួលក្រចេះនិងរំដួលពោធិ៍សាត់ជាដើម 7. ចេកពងមាន់ចេកពងមាន់ជាផ្លែឈើនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះជាភាសាជាតិចេកពងមាន់ចេកត្រូវគេនិយមបរិភោគនិងប្រើប្រាស់ជាទូទៅដោយប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់គេអាចបរិភោគផ្លែចេកទុំឬកែច្នៃជាដំណាប់ចេកបន្ទះចេកឆាបជាដើមក្រៅពីនេះចេកប្រជាជនកម្ពុជានិយមប្រើជាសំណែនឬជំនួនគ្រប់ពិធីផ្សេងៗដែលសូម្បីតែសម្រាប់ថ្វាយគោរពបូជាទេវតារាល់ថ្ងៃសីលផងដែរពាក្យស្លោកពេលឈឺយកដំរីទៅបន់ពេលជំងឺស្រន់ចេកពងមាន់ក៏ស្ដាយ
នោះបញ្ជាក់ថាចេកត្រូវប្រើប្រាស់ជាទូទៅព្រោះមានតម្លៃថោកហើយផលិតផលនេះមានពាសពេញគ្រប់ទិសទីចេកពងមាន់ភាគច្រើនត្រូវគេដាំនៅតាមដីសណ្ដទន្លេមេគង្គជាពិសេសនៅតាមតំបន់កោះដោះថ្មីចេកគេដាំនៅកម្ពុជាជាយូរលង់ណាស់មកហើយអ្វីត្បិតតែជាដំណាំដែលមានប្រភពពីឥណ្ឌាក៏ដោយតួយ៉ាងរឿងព្រេងបុរាណខ្មែរចៅស្រទាប់ចេកជាភស្តុតាងស្រាប់ក្រៅពីបានដាំយកផ្លែដើម្បីជាប្រភពចំណូលប្រចាំគ្រួសាររបស់កសិករនោះដំណាំចេកជាដំណាំប្រើបានច្រើនមុខទៀតដូចជាគល់របស់វាជាប្រភពជាតិម្សៅអាមីដុងគឺគល់របស់ចេកជាប្រភពជាតិម្សៅអាមីដុងពិសេសក្នុងពេលជួបគ្រោះទូរភឹកម្ដងមួយកាលដើមវាអាចហាន់ជាចំណីជ្រូកគោក្របីលាក់ធ្វើជាខ្សែចំណងផ្សេងៗធ្វើជាបាយសីក្នុងពិធីសែនព្រេននានាស្លឹកប្រើជាសម្ភារៈវេចខ្ចប់នំចំណីនិងត្រយូងប្រើជាបន្លែស្រស់ឬស្ល